បាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងមករៀនជាមួយនឹងពាក្យពិបាកនៅក្នុងកថាខណ្ឌបន្ទាប់អញ្ចឹងដើម្បីចូលទៅដល់កថាខណ្ឌគឺយើងមករៀនជាមួយនឹងពាក្យពិបាករបស់យើងសិនដើម្បីបងប្អូនអាចចាំអាចចេះពាក្យហើយដើម្បីបងប្អូនចូលទៅកថាខណ្ឌបងប្អូនងាយស្រួលក្នុងការងាយយល់អញ្ចឹងណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមជាមួយនឹងពាក្យពិបាករបស់យើងមួយហើយបងប្អូនចាំអានតាមខ្ញុំទាំងអស់គ្នាបងប្អូនអាចយកប៊ិចសភៅកត់ចំណាំផងទៅបាទអញ្ចឹងយើងចាប់ផ្ដើមពីឥឡូវនេះបាទអញ្ចឹងពាក្យទី1របស់យើងខុនណានការលំបាកខុនណានការលំបាកឥឡូវពាក្យទី2របស់យើងជាកោលទ្ធផលជាកោលទ្ធផលបាទបងប្អូនអាចអានតាមនិងយកប៊ិចកត់បាទហើយពាក្យទី3事件ពេលវេលាបាទហើយនឹងពាក្យទី4របស់យើងជៀនឈីបន្តឬក៏មិនបោះបង់ជៀនឈីបន្តឬក៏មិនបោះបង់នូលីខិតខំប្រឹងប្រែងបាទខិតខំឬក៏ប្រឹងប្រែងបាទហើយពាក្យបន្តរបស់យើងទៀតជីនពូរីកចម្រើនបាទកុំភ្លេចយកប៊ិចហើយនឹងសភៅកត់បាទហើយពាក្យបន្តទៀតជីស៊ូបន្តបាទហើយនឹងពាក្យបន្តទៀត相信ជឿឬក៏ជឿជាក់បាទអញ្ចឹងក្នុងនឹងបងប្អូនអាចរនឹកជាឧទាហរណ៍ផ្សេងបានបាទហើយមួយទៀតសឹងលីអញ្ចឹងសម្រាប់ពាក្យមួយបងប្អូនអាចកត់ចំណាំបាទហើយរៀនសរសេរឲ្យចាំដៃទៅបាទអញ្ចឹងពាក្យបន្តរបស់យើងឆើងកងដែលថាជោគជ័យបាទសម្រាប់បងប្អូនដែលចង់ឆាប់ងាយចេះបងប្អូនអាចយកទៅបង្កើតប្រយោគដោយខ្លួនឯងបានអញ្ចឹងណាអញ្ចឹងសម្រាប់ពាក្យពិបាកនៅក្នុង paragraph បន្តរបស់យើងមានប៉ុណ្ណឹងប៉ុន្តែបងប្អូនអាចអញ្ចឹងអ្វីដែលពិសេសបងប្អូនត្រូវតែទន្ទិញហើយនឹងរៀនពាក្យទាំងអស់នេះមុនឲ្យចាំមកហើយទៅដល់ពេលដែលចូល paragraph អញ្ចឹងធ្វើឲ្យបងប្អូនងាយស្រួលក្នុងការបកប្រែបាទនិយាយទៅដោយសារ paragraph របស់យើងនឹងវាខ្លីហើយពាក្យពិបាកខ្ញុំបានស្រង់មកច្រើនហើយដែរអញ្ចឹងសម្រាប់ពាក្យណាដែលបងប្អូននៅមានចម្ងល់បងប្អូនអាច comment សួរខាងក្រោមបានបាទអញ្ចឹងសូមអរគុណយើងមានតែប៉ុណ្្នឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ហើយនឹងក្នុងការចែករំលែកបងប្អូនអាចចុច like ចុច share ឬក៏ comment ចែករំលែកដល់មិត្តភ័ក្តិបងប្អូនដែលគាត់ចាប់អារម្មណ៍ក្នុងការរៀនទាំងអស់គ្នាផងបាទសូមអរគុណ